ភាសាចូលយតារិស័យសម្រាប់ថ្ងៃច័ន្ទមួយកើតខែបោះឆ្នាំម្សាញ់សព្វស័កពុរសករាជ2569ដែលត្រូវនៅថ្ងៃទី19ខែមករាឆ្នាំ2026ពូអស់លោកអ្នកដែលកាន់នៅក្នុងឆ្នាំជូតធាតុទឹកពងទេវតាប្រុសតាំងឲ្យសត្វកណ្ដុររិស័យរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំជូតថ្ងៃនេះល្អជាមកភ្ជុំទំនាយបានទេថាលោកអ្នកនឹងជួបឧបសគ្គនិងរឿងស្មុគស្មាញដោយអន្លើចូលមកយាយីក្នុងឆាកជីវិតក៏ប៉ុន្តែបញ្ហាអស់ទាំងនោះក៏អាចនឹងរលាយបាត់អស់ព្រោះតែចិត្តមេត្តារបស់អស់លោកអ្នកផងដែរហើយសម្រាប់រឿងរ៉ាវគ្រួសារនិងស្នេហាគឺល្អប្រសើរនឹងគ្នាដោយលោកអ្នកចេះអាចយោគយល់ចេះអធិស្ឋានឲ្យគ្នាទៅវិញទៅមកចំពោះលោកអ្នកដែលកាន់នៅក្នុងឆ្នាំឆ្លូវធាតុដីពងមនុស្សប្រុសតាំងឲ្យសត្វគោរិស័យរបស់លោកអ្នកដែលកាន់នៅក្នុងឆ្នាំឆ្លូវថ្ងៃនេះល្អបង្គួរទំនាយបានទីថានៅក្នុងថ្ងៃនេះអស់លោកអ្នកចាប់កាន់ការងារអ្វីច្រើនតែបានផលសម្រេចចំពោះអ្នកធ្វើការជាបុគ្គលិកជាមន្ត្រីរាជការក៏នឹងទទួលបានពាក្យពោលសរសើរឬក៏លាភសក្ការៈពីចៅហ្វាយនេះផងដែរនឹងមានឱកាសថ្មីបានដំឡើងតំណែងថែមទៀតផងនៅក្នុងថ្ងៃនេះហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាគឺមានភាពផ្អែមល្ហែមត្រជាក់ត្រជុំជាមួយនឹងគ្នាល្អណាស់ក្នុងថ្ងៃនេះចំពោះលោកអ្នកដែលនៅក្នុងឆ្នាំខាលធាតុឈើពងយស្រីតាំងឲ្យសត្វខ្លាអស់លោកអ្នកដែលនៅក្នុងឆ្នាំខាលថ្ងៃនេះរាសីល្អជាមកភ្ជុំទំនាយបានទេថាលោកអ្នកនឹងមានអ្នកតាមជួយស្រោចស្រង់ពេលដែលជួបលំបាកណាមួយកាត់ឡើងប៉ុន្តែចូលកុំផ្ដេកផ្ដួលនឹងការជួយរបស់អ្នកដទៃនោះឲ្យសោះតែត្រូវងើបឈរដោយខ្លួនឯងទើបជាការប្រសើរហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាគឺមានភាពផ្អែមល្ហែមយល់ចិត្តគ្នាទៅវិញទៅមកល្អណាស់នៅក្នុងថ្ងៃនេះចំពោះលោកអ្នកដែលនៅក្នុងឆ្នាំថោះធាតុឈើពងមនុស្សស្រីតាំងឲ្យសត្វទុនសាយអស់លោកអ្នកដែលនៅក្នុងឆ្នាំថោះថ្ងៃនេះរាសីឡើងខ្ពស់ត្រដែតទំនាយបានទីថាលោកអ្នកអាចបំពេញកិច្ចការងារទាំងឡាយទាំងពួងបានសម្រេចដោយសេចក្តីដែលប៉ងប្រាថ្នាហើយលទ្ធផលទាសោតក៏ទទួលបានសមទៅតាមកិច្ចខិតខំប្រឹងប្រែងរបស់អស់លោកអ្នកផងដែរហើយសម្រាប់រឿងគ្រួសារនិងស្នេហាគឺមានភាពផ្អែមល្ហែមចេះយល់ចិត្តគ្នាត្រជាក់ត្រជុំដូចទឹកឃ្មុំកំពុងពេញក្បាលទឹកអីចឹងឯងនៅក្នុងថ្ងៃនេះចំពោះលោកអ្នកដែលនៅក្នុងឆ្នាំរោងធាតុមាសពងទេវតាប្រុសតាំងឲ្យសត្វនិករាជរិស័យរបស់អស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរោងថ្ងៃនេះគឺឡើងខ្ពស់ត្រដែតទំនាយបានទីថាលោកអ្នកនឹងបានជួបមនុស្សល្អជួបអ្នកមានបុណ្យមានសំណាងតាមជួយស្រោចស្រង់តាមជួយជ្រោមជ្រែងព្រមទាំងផ្ដល់ជាលាភសក្ការៈគ្រឿងអេសរយុសដល់លោកអ្នកផងដែរហើយសម្រាប់ក្នុងរង្វង់គ្រួសារនិងស្នេហាគឺមានតែភាពផ្អែមល្ហែមចេះយល់ចិត្តថ្លើមគ្នាទៅវិញទៅមកប្រពៃណាស់នៅក្នុងថ្ងៃនេះចំពោះលោកអ្នកដែលនៅក្នុងឆ្នាំម្សាញ់ធាតុភ្លើងពងមនុស្សប្រុសតាំងឲ្យសត្វពស់រាសីរបស់លោកអ្នកដែលនៅក្នុងឆ្នាំម្សាញ់ថ្ងៃនេះស្រុតចុះទំនាយបានទេថាលោកអ្នកនឹងទទួលបានដំណឹងអាក្រក់ពីការខាតបង់ទ្រព្យសម្បត្តិលុយកាក់ដោយសារតែការជឿងប់ងល់ទៅលើអ្នកដទៃច្រើនពេកនាពេលកន្លងមកហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាគឺមានភាពប្រកម្មប្រកោសច្រើនអាចឈានទៅរកភាពប្រេះស្រាំថែមទៀតផងក៏ប៉ុន្តែក៏អាចស្រោចស្រង់មកវិញបានដោយលោកអ្នកចេះយោគយល់ចេះអធ្យាស្រ័យឲ្យគ្នានឹងគ្នាទៅវិញទៅមកចំពោះអស់លោកអ្នកដែលនៅក្នុងឆ្នាំមមីធាតុភ្លើងពងទេវតាស្រីតាំងឲ្យសត្វសេះអស់លោកអ្នកដែលនៅក្នុងឆ្នាំមមីថ្ងៃនេះរាសីល្អជាមកភ្ជុំទំនាយបានទេថារាល់បញ្ហាជាច្រើនដែលនឹងចូលមកឲ្យលោកអ្នកដោះស្រាយនៅក្នុងថ្ងៃនេះហើយរាល់កិច្ចការងារក៏ដូចជាមុខរបររកស៊ីប្រចាំថ្ងៃរបស់អស់លោកអ្នកជួបនៅរឿងស្មុគស្មាញមួយចំនួនផងដែរហើយលោកអ្នកក៏បីធ្វើចិត្តឲ្យត្រជាក់ដើម្បីជៀសវាងពីបញ្ហាអស់ទាំងនោះឲ្យបានហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាវិញគឺមិនមានបញ្ហាអ្វីគួរឲ្យថ្នាក់នោះទេគឺល្អជាធម្មតាចំពោះអលោកអ្នកដែលនៅក្នុងឆ្នាំមមែធាតុមាសពងទេវតាស្រីតាំងឲ្យសត្វពពែរិស័យរបស់លោកអ្នកដែលនៅក្នុងឆ្នាំមមែថ្ងៃនេះឡើងខ្ពស់ត្រដែត
ទំនាបបានទីថារាល់កិច្ចការងារតូចធំទាំងឡាយទាំងពួងនឹងសម្រេចបានដោយភាពរលូននិងទទួលបានលាភសក្ការៈច្រើនសំតាមចិត្តដែលប្រាថ្នាទុកបើជាអ្នករកស៊ីចំនួនជួញដូរតូចធំទីចិត្តឆ្ងាយក៏នឹងទទួលបានតែភាពជោគជ័យដាក់ចុះដោះឡើងធ្វើឲ្យលោកអ្នកនៅជំវិញខ្លួននឹងមានមោទនភាពចំពោះលោកអ្នកណាស់ហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាទៀតសោតគឺមានភាពផ្អែមល្ហែមដូចស្រមោចនឹងស្ករអញ្ចឹងឯងនៅក្នុងថ្ងៃនេះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំវកធាតុដែកពងជាប្រុសតាំងឲ្យសត្វស្វាអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំវកថ្ងៃនេះរាសីឡើងខ្ពស់ត្រដែតទំនាបបានទីថាលោកអ្នកអាចប្រកបកិច្ចការងារបានចាំងរលូននិងទទួលបានលទ្ធផលល្អគួរជាទីគាប់ចិត្តការធ្វើដំណើរទីជិតឆ្ងាយរបស់អស់លោកអ្នកទេសោតជួបតែមនុស្សចិត្តបុណ្យតាមជួយថែរក្សាคุ้មគ្រងហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាវិញមានភាពផ្អែមល្ហែមយល់ចិត្តគ្នាទៅវិញទៅមកប្រពៃណាស់នៅក្នុងថ្ងៃនេះចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំរកាធាតុដែកពងជាប្រុសតាំងឲ្យសត្វមាន់អស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរកាថ្ងៃនេះរាសីស្រុតចុះទំនាបបានទីថាលោកអ្នកនឹងជួបរឿងម៉ងសៅនៅក្នុងចិត្តជាច្រើននៅក្នុងរង្វង់កន្លែងការងារក៏ដូចជាកន្លែងប្រកបមុខរបស់រកស៊ីដូចជាត្រូវចវាយនាយស្ដីបន្ទោសឬក៏បង់ទ្រព្យសម្បត្តិលុយកាក់ជាដើមផងដែរដូច្នេះលោកអ្នកក៏បីគិតតែរឿងល្អទើបជាដំណោះស្រាយដល់ប្រសើរចំពោះអស់លោកអ្នកហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាវិញគឺនឹងគ្មានបញ្ហាអ្វីចោទឡើងនោះឡើយប្រសិនបើលោកអ្នកចេះអព្យាស្រ័យចេះអត់ឱនមិនតបតទៅវិញទៅមកចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំចធាតុដីពងជាស្រីតាំងឲ្យសត្វឆ្កែអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំចថ្ងៃនេះគឺរាសីល្អបង្គួរទំនាបបានទីថានៅក្នុងថ្ងៃនេះនឹងមានមនុស្សមកពីស្រុកឆ្ងាយនាំលៀបនាំសំណាងមកឲ្យលោកអ្នកដល់កម្មចណ្ដើផ្ទះតែម្ដងដូច្នេះចូលចាត់ចែងលៀបទាំងអស់នោះឲ្យបានប្រសើរផងដូចជាការឲ្យទានដល់អ្នកក្រខ្សត់ជាដើមទើបចម្រុងចម្រើនទៅថ្ងៃអនាគតខាងមុខហើយចំពោះរឿងរ៉ាវគ្រួសារនិងស្នេហាទៀតសោតគឺមានភាពផ្អែមល្ហែមចេះយល់ចិត្តគ្នាទៅវិញទៅមកប្រពៃណាស់នៅក្នុងថ្ងៃនេះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំកុលធាតុទឹកពងមនុស្សស្រីតាំងឲ្យសត្វជ្រូករាសីរបស់លោកអ្នកដែលកើតនៅក្នុងឆ្នាំកុលថ្ងៃនេះគឺល្អជាមកភ្ជុំទំនាបបានទីថាលោកអ្នកអាចបំពេញការងារក៏ដូចជាមុខរបស់រកស៊ីទៅដោយរលូនដូចសពមួយដងអញ្ចឹងឯងហើយទទួលបានលទ្ធផលល្អទៅតាមកិច្ចខិតខំប្រឹងប្រែងរបស់អស់លោកអ្នកគឺធ្វើតិចបានតិចធ្វើច្រើនបានច្រើនបើជារឿងគ្រួសារនិងស្នេហាវិញគឺមិនមានបញ្ហារកាមរកូសណាឆ្លោះទាស់ទែងគ្នានោះឡើយគឺនៅក្នុងថ្ងៃនេះល្អជាធម្មតាទេ